សូមនិយាយជាមួយអ្នកដែលកំពុងមើលវីដេអូនេះខ្ញុំសូមជូននៅទម្លាប់8យ៉ាងដែលធ្វើឲ្យខ្លួនឯងរឹតតែខ្លាំងនិងរីកចម្រើនជាពិសេសទម្លាប់ទី8ទី1ចេះកែប្រែខ្លួនកុំឲ្យមនុស្សឥតតម្លៃនិងរឿងឥតប្រយោជន៍ជាប់គាំងនិងរំខានដល់ខ្លួនឯងអាកប្បកិរិយាកំណត់ជោគវាសនាកំណត់សុខភាពរបស់អ្នកសុខភាពជាទ្រព្យសម្បត្តិដ៏ល្អបំផុតសុខភាពជាដើមទុនដ៏ធំមហិមាទី2ចេះចិញ្ចឹមខ្លួនឯងឲ្យរស់មនុស្សម្នាក់ទោះបីនៅពេលណាក៏ដោយត្រូវតែរក្សានូវសេដ្ឋកិច្ចឯករាជ្យខ្លួនឯងមានតែពេលអាចចិញ្ចឹមខ្លួនឯងរស់ទេទើបមានអ្វីគេហៅថាសេចក្តីថ្លៃថ្នូរសេរីភាពនិងសិទ្ធិជ្រើសរើសរបស់ខ្លួនទី3ចេះមើលថែខ្លួនឯងឲ្យល្អត្រូវតែចេះមើលថែខ្លួនឯងឲ្យបានល្អទោះបីជារវល់ប៉ុណ្ណាក៏ត្រូវតែញ៉ាំបាយដែរទោះបីជាហត់ប៉ុណ្ណាក៏ត្រូវតែសម្រាកដែរនេះជាការយល់ដឹងនិងការទទួលខុសត្រូវជាមូលដ្ឋានរបស់យុវវ័យបើសិនជាអ្នកគិតថាខ្ញុំនិយាយនេះមានហេតុផលសូមឲ្យអ្នកជួយគាំទ្រដោយឲ្យបេះដូងមួយដើម្បីលើកទឹកចិត្តដល់ការឆ្លៀតពេលដ៏មមាញឹករបស់ខ្ញុំមកធ្វើវីដេអូនេះជូនទស្សនាទី4ចេះជឿជាក់លើខ្លួនឯងត្រូវជឿជាក់លើខ្លួនឯងនៅពេលដែលអ្នកដឹងពីរបៀបជឿជាក់លើខ្លួនឯងទាំងស្រុងទើបមានការលើកទឹកចិត្តនិងភាពក្លាហានកាន់តែប្រសើរទៅប្រឈមមុខជាមួយនឹងការឡើងចុះនៅអនាគតនិងជីវិតរស់នៅទី5ចេះគ្រប់គ្រងខ្លួនឯងឲ្យបានល្អមនុស្សអស្ចារ្យម្នាក់ធាតុសំខាន់បំផុតគឺការសម្រេចបាននូវវិន័យខ្លួនឯងនៅពេលដែលអ្នកមានគោលដៅនិងបំណងប្រាថ្នាពិតប្រាកដអ្នកនឹងជំរុញខ្លួនឯងឲ្យធ្វើរឿងដែលអាចឲ្យអ្នករីកចម្រើនវឌ្ឍនភាពនឹងការលើកកម្ពស់ខ្លួនឯងទាំងនេះនៅពេលដែលមនុស្សម្នាក់អាចយកឈ្នះលើខ្លួនឯងគឺអាចយកឈ្នះលើពិភពលោកទាំងមូលបានទី6ចេះឆ្លុះបញ្ចាំងខ្លួនឯងមានតែការសង្ខេបនិងការកែលម្អចេញពីរឿងតូចតាចកំហុសតូចតាចទើបអាចឲ្យខ្លួនឯងរីកចម្រើននិងឈានទៅមុខបរាជ័យគឺជាម្ដាយនៃភាពជោគជ័យតែសេចក្តីសង្ខេបគឺជាបិតានៃភាពជោគជ័យទី7ចេះកោតសរសើរខ្លួនឯងប្រហែលជាអ្នកមិនស្អាតមិនអស្ចារ្យមិនពូកែប៉ុន្តែអ្នកមាននៅក្នុងពិភពលោកនេះប្រកាសជាជួបនៅរឿងល្អនិងអាក្រក់រៀនចេះកោតសរសើរខ្លួនឯងសរសើរគុណសម្បត្តិនិងភាពខ្លាំងរបស់ខ្លួនសរសើរកន្លែងរបស់ខ្លួនដែលល្អទទួលយកខ្លួនឯងទើបធ្វើឲ្យខ្លួនឯងមានពន្លឺកាន់តែភ្លឺត្រូវចងចាំជានិច្ចថាបើមនុស្សម្នាក់សូម្បីតែខ្លួនឯងមិនស្រឡាញ់ផងតើអ្នកណានឹងស្រឡាញ់ទៅទី8នេះជាចំណុចដ៏សំខាន់មួយដែរត្រូវរៀនចេះដោះលែងខ្លួនឯងមនុស្សមិនមែនទេវតាមិនអាចធ្វើបានគ្រប់រឿងនោះទេតែងតែឈឺចាប់និងធ្វើទារុណកម្មខ្លួនឯងតាមពិតមិនមែនជាកំហុសខ្លួនឯងប៉ុន្តែខ្លួនឯងទេមិនព្រមដោះលែងខ្លួនឯងដោះលែងខ្លួនឯងឆ្លុះបញ្ចាំងខ្លួនឯងធ្វើឲ្យខ្លួនឯងคล้ายជាមេរៀនមួយដែលមិនអាចធ្វើខុសនៅរឿងដដែលនៃជីវិតដែលសេសសល់និងពោពេញទៅដោយការប៉ះទង្គិចបើសិនជាអ្នកយល់ថាអត្ថបទនេះមានប្រយោជន៍សូមរក្សាទុកមើលឡើងវិញនិងចែករំលែកបន្តទៅមនុស្សជាទីស្រឡាញ់ដើម្បីបានរីកចម្រើនជាមួយគ្នា